អូខេឥឡូវកម្មវិធីធ្វើម្ហូបយើងមកដល់ទៀតហើយជីវិតស្ត្រីមេផ្ទះមិនដឹងវគ្គទីប្រហែលទេនេះព្រោះអីធ្វើប្រចាំថ្ងៃធ្វើរាល់ថ្ងៃឯងរវគ្គរឃ្លៀមឃើញទេហើយថ្ងៃនេះខ្ញុំចង់ធ្វើមាន់ដុតប៉ាប់ស៊ីខ្ញុំដាក់មាន់ដុតប៉ាប់ស៊ីឯងព្រោះអីអត់មានកូកាមានប៉ាប់ស៊ីឌីយ៉ិតអញ្ចឹងក៏ដាក់អញ្ចឹងទៅហើយនេះយើងដាក់លាយគ្រឿងអំបិលស្ករប៊ីចេងបន្តិចទៅម្សៅស៊ុបបន្តិចទៅទឹកត្រីទឹកស៊ីអ៊ីវបន្តិចទៅដើម្បីប្រឡាក់មាន់យើងហើយមាន់ហ្នឹងខ្ញុំអត់ប្រឡាក់ប្រៃទេខ្ញុំប្រឡាក់រៀងសាបល្មមព្រោះអីយើងត្រូវយកវាយកទៅញ៉ាំជាមួយនឹងទឹកជ្រលក់ហើយពេលដែលខ្ញុំប្រឡាក់ហ្នឹងខ្ញុំអត់មានដាក់ស្ករទេព្រោះអីចាំយកជាតិផ្អែមចេញពីប៉ាប់ស៊ីហ្មងទៅហើយខ្ញុំប្រឡាក់មាន់នេះញើប្រឡាក់មាន់តែកភ្លៅព្រោះអត់មានមាន់ទាំងមូលហ៎អញ្ចឹងក៏ធ្វើតែកភ្លៅមាន់ទៅធ្វើ5 6កភ្លៅនឹងសាក់លបងមើលតើវារសជាតិយ៉ាងណាដែរនឹងហើយយើងប្រឡាក់កភ្លៅមាន់យើងចូលជាតិឲ្យសព្វអញ្ចឹងទៅបន្ទាប់ហើយយើងទុកវាមកដុំសិនហើយនេះគ្រឿងក្រៅយើងទុកសម្រាប់ពេលដាក់ដុតនឹងមានគល់ចក្រីមានស្លឹកក្រូចមានខ្ទឹមមានខ្ញីដែរហើយខ្ញុំក៏យកអាគ្រឿងស្លឹកហ្នឹងញីជាមួយនឹងកភ្លៅមាន់នឹងបន្តិចដែរដើម្បីឲ្យវាក្លិនឈ្ងុយឲ្យជាប់ក្លិនឈ្ងុយនៅជាមួយនឹងអាគ្រឿងហ្នឹងបន្តិចទៅសាច់មាន់ហ្នឹងបន្តិចទៅហើយយើងដុតជាមួយនឹងស្ពៃក្តោបគឺដាក់មួយស្ពៃក្តោបគឺត្រូវគ្នាហ្មងណាហើយអានេះខ្ញុំទៅកាត់ចក្រីក្នុងផ្ទះខ្ញុំមើលទៅលយដូចរបៀបអ្នកផ្ទះមានចកាអញ្ចឹងណាពេលធ្វើការស្លទៅដើរបេះបន្លែនៅតាមពីក្រោយផ្ទះតែអានេះអត់ក្រោយផ្ទះហើយនៅពីក្នុងផ្ទះហ្មងអានេះមិញដើមក្រូចសាច់នៅក្នុងផ្ទះដែរឥឡូវយើងមកមើលគ្រឿងក្រៅដែលយើងត្រូវធ្វើមាន់ដុតប៉ាប់ស៊ីនឹងម្ដងទៀតនេះគ្រឿងក្រៅវានៅពីមុខហ្នឹងតាំងម្បាលម៉ានហ្នឹងឯងតាំងកពិតមុខម្ហូបនេះស្រួលធ្វើអត់មានពិបាកធ្វើទេហើយក៏វាអត់មានអញ៉ៃអីប្រហែលដែរគឺដំបូងយើងចាក់ប្រេងអូលីវចូលអញ្ចឹងទៅបន្ទាប់ហើយយើងរៀបគល់ស្ក្រៃយើងរៀបស្លឹកក្រូចហើយនឹងខ្ញីយើងនឹងដាក់ពីលើពីនឹងអញ្ចឹងទៅឲ្យវាឈ្ងុយទៅហើយបន្ទាប់ហើយយើងរៀបអាកភ្លៅមាន់ដែលយើងត្រៀមប្រឡាក់ទុកមកសន្ទុះមុននឹងដាក់ពីចូលទៅហើយពេលដាក់ទៅយើងអត់តន់ដាក់កូកាភ្លាមទេដាក់ប៉ាប់ស៊ីភ្លាមទេយើងបើកភ្លើងវាបន្តិចហើយយើងគ្របវាទុកសិនព្រោះដើម្បីឲ្យកភ្លៅមាន់យើងវាឆ្អិនសិនបើយើងដាក់កូកាដាក់ប៉ាប់ស៊ីពីដំបូងហ្មងអានឹងវាឆាប់ខ្លោចតាំងក៏ពិតក្បួនអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនស្ត្រីមេផ្ទះគ្រប់គ្នាដែលអ្នកធ្លាប់ធ្វើម្ហូបនឹងសិតតែដឹងពីរបៀបធ្វើហើយអស់ហើយគ្រាន់តែថាតិចនិចប្រចាំផ្ទះរៀងខ្លួនវារៀងខុសគ្នាអញ្ចឹងណាវិធីធ្វើវាផ្សេងគ្នាបន្តិចហើយអាហ្នឹងគឺវិធីធ្វើរបស់ខ្ញុំនឹងនេះដាក់វាអញ្ចឹងទៅបន្ទាប់ហើយយើងបើកភ្លើងតិចហើយយើងគ្របវាចោលទៅអានេះខ្ញុំបើកមើលវាបន្តិចវាឆ្អិនល្មមនៅឆ្អិនល្មមហើយយើងរៀងប្រែវាបន្តិចដែរទៅពេលវាអត់សូវទាន់ឆ្អិនអញ្ចឹងយើងប្រែវាបានតែពេលឆ្អិនពេកយើងប្រែទៅវាបែកសាច់ណាវារៀងក្រៀមអញ្ចឹងរៀងឈ្ងុយបន្តិចហើយខ្ញុំក៏ដាក់ស្ពៃក្តោបហ្នឹងពីលើហើយក៏វាគ្របវាទុកបន្តទៀតឲ្យស្ពៃក្តោបនឹងវារៀងអាលួយទៅមិនដឹងទេណាថាដាក់ស្ពៃក្តោបទៅគឺឆ្ងាញ់មែនតើអានេះបើមានស្ពៃក្តោបច្រើនជាងនឹងដាក់ច្រើនរឹតតែឆ្ងាញ់ទៀតតែពេលស្ពៃក្តោបវារៀងឆ្អិនធូមហើយខ្ញុំដកវាចេញសិនព្រោះតែទុកយូរពេកក៏វាឡើងអាលួយម៉ត់ខៃក៏វាអត់ឆ្ងាញ់ដែរប៉ុណ្ណឹងបានចូលជាតិឆ្ងាញ់ដកស្ពៃក្តោបចេញអញ្ចឹងហើយយើងក៏ងាស់សាច់មាន់អញ្ចឹងនឹងទៀតទៅហើយបន្ទាប់ហើយក៏ខ្ញុំនឹងចាក់ប៉ាប់ស៊ីយើងនឹងចូលទៅនេះចាក់ប៉ាប់ស៊ីចូលទៅមកកំប៉ុងហ្នឹងខ្ញុំចាក់អត់អស់ហើយខ្ញុំចាក់ប្រហែលជាពាក់កណ្ដាលទេហើយក៏យើងចាប់ផ្ដើមមកងាស់វាទៀតបើកភ្លើងវាល្មមទៀតដល់ពេលវាឆ្អិនហើយក្រៀមបានខ្ញុំបើកភ្លើងខ្លាំងដើម្បីឲ្យវាក្រៀមឈ្ងុយអញ្ចឹងហ្មងហើយបងប្អូនមើលនៅតំណងឆ្ងាញ់មែនតើកូនខ្ញុំចូលចិត្តញ៉ាំដែរមើលពណ៌ឡើងតំណងហ្មងអត់ខ្លោចពេកហើយក៏អត់ស្អីគេឆៅដែរហើយយើងញ៉ាំជាមួយនឹងទឹកត្រីបុកចេះទៀតមករឹតតែឆ្ងាញ់ហ្មងមួយចានដំងនេះគឺសម្រាប់កូនប្រុសខ្ញុំគេញ៉ាំអស់2 កភ្លឺដែរព្រោះទៅមកពីរៀនហត់អូខេអរគុណច្រើនជម្រាប